សូមបងប្អូនកុំភ្លេចធ្វើការតាមដាននៅទិន្នន័យសំខាន់ចំនួន2គឺទី1គឺនៅវេលាម៉ោង4គឺតាក់ទងនឹងព័ត៌មានរបស់សហគមន៍អឺរ៉ុបនិងវេលាម៉ោង9យប់គឺព័ត៌មានតាក់ទងទីផ្សារការងាររបស់សហរដ្ឋអាមេរិកបាទជំរាបសួរបងប្អូនអរគ្នាជួបគ្នាជាថ្មីជាមួយខ្ញុំគុណណាន់នៅក្នុងកម្មវិធីវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GFG Investment នៅថ្ងៃទី3មិថុនា2025នេះខ្ញុំនឹងធ្វើការចែករំលែកជូននៅព័ត៌មានផ្សេងៗដែលទាក់ទងនឹងបម្រែបម្រួលនៃតម្លៃទីផ្សារបាទយើងបន្តចាប់អារម្មណ៍មើលទៅលើតម្លៃហាងឆេងមាសដែលយើងឃើញថាទាក់ទងនឹងទីផ្សារហាងឆេងមាសកាលពីម្សិលមិញគឺវាមានការប្រែប្រួលនៅក្នុងទំហំមួយដ៏គួរឲ្យភ្ញាក់ផ្អើលគឺរហូតដល់ទៅ$90នៅក្នុងមួយអោនដែលវាបានងើបតាំងពីតម្លៃ$3,301នៅក្នុងមួយអោនរហូតដល់តម្លៃ$3,391នៅក្នុងមួយអោនបាទអញ្ចឹងគឺជាទំហំប្រែប្រួលមួយដ៏ធំហើយបើយើងគិតជាតម្លឹងវិញគឺវាមានការប្រែប្រួលរហូតដល់ទៅ$108ឯណោះនៅក្នុងមួយតម្លឹងដែលវាបានងើបតាំងពីតម្លៃ$3,977រហូតដល់តម្លៃ$4,085នៅក្នុងមួយតម្លឹងអញ្ចឹងយើងឃើញថាទំហំនៅក្នុងការប្រែប្រួលនេះគឺដោយសារតែមានព័ត៌មានមួយចំនួនដែលបានជះឥទ្ធិពលទៅដល់តម្លៃហាងឆេងមាសដែលវាប្រែប្រួលខ្លាំងបែបនេះបាទតាក់ទងទៅនឹងព័ត៌មានទី1គឺតាក់ទងទៅនឹងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលកាលពីចុងសប្តាហ៍គឺវាមានការវាយប្រហារពីអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ីដែលធ្វើឲ្យប្រទេសរុស្ស៊ីមានការខូចខាតយ៉ាងដំណំខាងផ្នែកសភាវុធបើគិតជាសាច់ប្រាក់គឺរហូតដល់ទៅ$7,000 លានឯណោះដែលរុស្ស៊ីបានខាតបង់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនឯហេតុផលទី2នោះគឺតាក់ទងទៅនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិននៅក្នុងការដែលចោទប្រកាន់ចិនថាចិនបានបំពានទៅលើកិច្ចព្រមព្រៀងនៅក្នុងការធ្វើពាណិជ្ជកម្មជាសកលដែលជាមូលហេតុមួយធ្វើឲ្យអាមេរិកមិនសប្បាយចិត្តរីឯហេតុផលទី3គឺតាក់ទងនឹងការប្រកាសរបស់លោក Donald Trump នៅក្នុងការដំឡើងពន្ធនាំចូលទៅលើដែកនិងអាលុយមីញ៉ូមពីបណ្ដាគ្រប់ប្រទេសទាំងអស់ចូលទៅកាន់សហរដ្ឋអាមេរិកនៅក្នុងទំហំពី25ទៅ50%អញ្ចឹងតាក់ទងនឹងព័ត៌មានធំទាំង3នេះហើយដែលបានធ្វើឲ្យតម្លៃហាងឆេងមាសគឺវាមានការប្រែប្រួលយ៉ាងខ្លាំងកាលពីម្សិលមិញដែលជាថ្ងៃច័ន្ទដើមសប្តាហ៍អញ្ចឹងយើងសង្កេតឃើញថាតាក់ទងនឹងតម្លៃទីផ្សារមាសគឺវាបានមានសកម្មភាពដើររួចទៅហើយនៅក្នុងទីផ្សារពិភពលោកដោយសារតែតាក់ទងនឹងព្រឹត្តិការណ៍ដែលបានលើកឡើងទាំង3នៅខាងលើនេះឯងបាទប៉ុន្តែទោះបីយ៉ាងណាក៏ដោយអ្នកវិនិយោគក៏ដូចជាទីផ្សារទាំងមូលគឺកំពុងតែបន្តរងចាំតាមដានទៅលើទិន្នន័យសេដ្ឋកិច្ចដ៏សំខាន់ដែលនឹងចេញផ្សាយនៅក្នុងថ្ងៃសុក្រចុងសប្តាហ៍នេះបាទហើយជាក់ស្ដែងសម្រាប់ទីផ្សារមាសនៅក្នុងពេលបច្ចុប្បន្នគឺនៅក្នុងតម្លៃ$3,373នៅក្នុងមួយអោនដែលស្មើនឹង$4,063នៅក្នុងមួយតម្លឹងអញ្ចឹងយើងឃើញថាតើនឹងមានអ្វីកើតឡើងទៀតសម្រាប់នៅក្នុងថ្ងៃនេះបាទអញ្ចឹងសម្រាប់ទីផ្សារមាសនៅក្នុងថ្ងៃនេះបើសិនយើងផ្អែកទៅលើទិន្នន័យផ្សេងៗរបស់សហរដ្ឋអាមេរិកគឺនឹងមានទិន្នន័យមួយដែលសំខាន់ដែរតាក់ទងនឹងផ្នែកទីផ្សារការងាររបស់សហរដ្ឋអាមេរិកដែលគេនឹងធ្វើការចេញផ្សាយនៅក្នុងវេលាម៉ោង9យប់នេះតែម្ដងដែលយើងហៅថាតាក់ទងនឹង job opening អញ្ចឹងតាក់ទងនឹងស្ថានភាពនេះក៏បង្ហាញអំពីស្ថានភាពទីផ្សារទាំងមូលតាក់ទងនឹងការងាររបស់សហរដ្ឋអាមេរិកផងដែរដែលទិន្នន័យចាស់របស់គេគឺនៅក្នុងកម្រិត7.19 លានការងារខណៈដែលចំនួនការព្យាករណ៍របស់គេគឺនៅក្នុងកម្រិត7 លានការងារនៅក្នុងពេលបច្ចុប្បន្នអញ្ចឹងយើងតាមដានមើលទាំងអស់គ្នាថាតើចេញទិន្នន័យចាក់ស្ដែងបែបណានោះសូមកុំភ្លេចធ្វើការតាមដានទាំងអស់គ្នានេះគឺជាផ្នែកទិន្នន័យដែលបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការតាមដានដើម្បីឲ្យដឹងអំពីលទ្ធផលហើយមួយវិញទៀតតាក់ទងទៅនឹងបើយើងផ្អែកទៅលើព្រឹត្តិការណ៍ឯនេះវិញគឺពិភពលោកទាំងមូលគឺគេនៅតែបន្តតាមដានទៅលើព្រឹត្តិការណ៍ផ្សេងដូចជាទី1គឺតាក់ទងទៅនឹងការឆ្លើយតបរបស់ប្រទេសរុស្ស៊ីទៅកាន់អ៊ុយក្រែនមួយវិញទៀតមានសារព័ត៌មានខ្លះបានលើកឡើងថាសហរដ្ឋអាមេរិកនិងប្រទេសចិននឹងធ្វើការជួបគ្នាដើម្បីដោះស្រាយក៏ដូចជាចរចាទៅលើអ្វីដែលបានកើតឡើងគឺទី1គឺតាក់ទងនឹងការចោទប្រកាន់គ្នាដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ទៅប្រទេសចិនថាប្រទេសចិនបានរំលោភសេចក្តីព្រមព្រៀងនៅក្នុងការធ្វើពាណិជ្ជកម្មនៅលើពិភពលោកដែលជាហេតុមួយធ្វើឲ្យអាមេរិកមិនសប្បាយចិត្តហើយរឿងទី2គឺតាក់ទងនឹងសហរដ្ឋអាមេរិកបានប្រកាសនៅក្នុងការដំឡើងពន្ធចំនួន25ទៅ50%ទៅលើដែកនិងអាលុយមីញ៉ូមពីបណ្ដាគ្រប់ប្រទេសជាពិសេសគឺប្រទេសចិនដែលប្រទេសចិនគួររំលឹកផងដែរថាតាក់ទងនឹងការដាក់ពន្ធទៅលើមុខទំនិញទាំងពីរនេះគឺសហរដ្ឋអាមេរិកបានអនុវត្តចំនួន25%រួចមកហើយអញ្ចឹងបន្ថែមពីលើចំនួននេះ25%បន្ថែមទៀតអញ្ចឹងសហរដ្ឋអាមេរិកក៏ដូចជាប្រទេសចិននឹងមានការចរចាគ្នាទៅលើចំណុចទាំងអស់នេះប៉ុន្តែចំពោះព្រឹត្តិការណ៍នេះតាក់ទងនឹងព្រឹត្តិការណ៍នៃជំនួបរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនគឺត្រូវបានអ្នកវិភាគមើលឃើញថាគឺអាចនឹងទទួលនៅលទ្ធផលវិជ្ជមានដែលធ្វើឲ្យអ្នកវិនិយោគអាចនឹងសាទរហើយក៏ចាប់ផ្ដើមមានអារម្មណ៍សុទ្ធិដ្ឋិនិយមក៏ដូចជាអារម្មណ៍វិជ្ជមាននៅក្នុងការវិនិយោគទៅលើទីផ្សារមួយនេះបន្តទៀតតែនេះគឺជាសញ្ញាមួយដ៏ល្អដែលបង្ហាញអំពីលទ្ធផលនៃការជួបគ្នានៃប្រទេសមហាអំណាចទាំងពីរនេះឥឡូវយើងងាកមកចាប់អារម្មណ៍ទៅលើទីផ្សាររូបិយប័ណ្ណអានេះវិញគឺតាក់ទងនឹងរូបិយប័ណ្ណលុយយូរ៉ូរបស់សហគមន៍អឺរ៉ុបបាទអញ្ចឹងសម្រាប់ព័ត៌មានដ៏សំខាន់នៅក្នុងថ្ងៃនេះ
គឺសហគមន៍អឺរ៉ុបនឹងមានការចេញផ្សាយទៅលើទិន្នន័យអតិផរណាដែលយើងហៅកាត់ថា Core CPI ជាមួយនឹងអត្រាអ្នកអត់មានការងារធ្វើរបស់សហគមន៍អឺរ៉ុបបាទអញ្ចឹងតកតងទៅនឹងទិន្នន័យដែលមានស្រាប់ដែលយើងបានឃើញគឺសម្រាប់ទិន្នន័យចាស់តកតងទៅនឹង Core CPI របស់ EU ឬក៏សហគមន៍អឺរ៉ុបគឺនៅក្នុងកម្រិត 2.7% ខណៈដែលមានការព្យាករណ៍ធ្លាក់ចុះមកនៅត្រឹម 2.4% ក៏ប៉ុន្តែជាក់ស្ដែងបែបណានោះគឺយើងមានតែធ្វើការរងចាំតាមដានទាំងអស់គ្នាប្រសិនបើទិន្នន័យតកតងទៅនឹង CPI របស់សហគមន៍អឺរ៉ុបចេញមកមានការប្រែប្រួលខុសប្លែកពីការព្យាករណ៍របស់គេនោះវាមានការកើនឡើងជាងការព្យាករណ៍នោះបង្ហាញឲ្យឃើញអំពីកំណើននៃអតិផរណាតែផ្ទុយទៅវិញបើសិនជាតកតងនឹងទិន្នន័យចេញមកទៀតជាងការព្យាករណ៍នោះអញ្ចឹងបង្ហាញឃើញថាមានការធ្លាក់ចុះទៅលើអតិផរណារបស់សហគមន៍អឺរ៉ុបហើយក្នុងពេលនេះផងដែរគឺតកតងទៅនឹងអត្រាអ្នកអត់មានការងារធ្វើរបស់ EU ឬក៏សហគមន៍អឺរ៉ុបក៏នៅក្នុងកម្រិត 6.2 ដែលស្មើនឹងទិន្នន័យចាស់ដែលទាំងអស់នេះគឺជាអ្វីដែលពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តរបស់ ECB ដែលជាធនាគារកណ្ដាលរបស់សហគមន៍អឺរ៉ុបនៅក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុរបស់គេដែលផែនការរបស់គេគឺគេគិតថាគឺអាចនឹងធ្វើការកាត់អត្រាការប្រាក់ចំនួន 0.25% បើសិនជាចាំបាច់អញ្ចឹងសម្រាប់អត្រាការប្រាក់នៅក្នុងពេលបច្ចុប្បន្នរបស់ ECB គឺនៅក្នុងកម្រិត 2.25% អញ្ចឹងបើសិនជាស្ថានភាពអតិផរណាអំណោយផលនៅក្នុងការឲ្យ ECB ធ្វើការកាត់នោះអញ្ចឹងគឺគេនឹងធ្វើការកាត់ដែលវាអាចធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃលុយយូរ៉ូប៉ុន្តែផ្ទុយទៅវិញបើសិនជាស្ថានភាពអតិផរណាមាននៅក្នុងកម្រិតខ្ពស់ដែលធ្វើឲ្យ ECB រក្សាអត្រាការប្រាក់នៅដដែលនោះអញ្ចឹងតម្លៃប្រាក់យូរ៉ូអាចនឹងមានការកើនឡើងអញ្ចឹងគឺជាឱកាសរបស់បងប្អូនទាំងអស់គ្នាគឺនៅក្នុងការធ្វើការទិញទៅលើគូរូបិយប័ណ្ណនេះឡើងដើម្បីទទួលបានផលចំណេញអញ្ចឹងសរុបមកសម្រាប់ព័ត៌មានសំខាន់ៗនៅក្នុងថ្ងៃនេះសូមបងប្អូនកុំភ្លេចធ្វើការតាមដាននៅទិន្នន័យសំខាន់ៗចំនួន2គឺទី1គឺនៅវេលាម៉ោង4គឺតាក់ទងនឹងព័ត៌មានរបស់សហគមន៍អឺរ៉ុបនិងវេលាម៉ោង9យប់គឺព័ត៌មានតាក់ទងទីផ្សារការងាររបស់សហរដ្ឋអាមេរិកបាទសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណឹងបាទអរគុណបងប្អូនអតិថិជនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងផ្សេងៗតាក់ទងនឹងការវិនិយោគលើទីផ្សារមួយនេះសូមកុំភ្លេចចំណាយពេល5នាទីជួបជាមួយនឹងខ្ញុំគុណណាន់សូមអរគុណសូមជម្រាបលា